នេះគេវីដេអូរបៀប scan USB បាទជាមួយនឹងកណ្ដុងលេខ45 25អញ្ចឹងយើងដកឡើងនេះមកបាទដកចឹងហើយយើងចូលឡើងមេនុយដើមនេះមកបាទចូលមេនុយមកយកពាក្យ scan install ហើយយកពាក្យ memory media បាទ memory media ហើយយើងឃើញ memory disk score របស់យើងហ្នឹងចុចឡើងនឹងមួយទៀតមកបាទតមកទៀតយើងយកពាក្យ scan អញ្ចឹងដើម្បី scan យើងដាក់ឯកសារចេះមកនេះយើងដាក់ផ្ងាវាខាងអញ្ចឹងមក color ដាក់ color សខ្មៅវាចេញមកសខ្មៅហើយអញ្ចឹងបន្តមកទៀតយើងយកពាក្យ scan បាទបន្ទាប់ពី scan ហើយយើងចង់ឲ្យ file ហ្នឹងចេញជា file អីយើងសេរីឲ្យហើយមកទីមួយយើងចង់ឲ្យវាចេញអីគេ A4 select A4 ឲ្យហើយមកហើយយើងចេញឲ្យវាចេញជា PDF យើងយកពាក្យ file format បាទនេះវាមានយើងឲ្យចេញជារូបភាពចេញពី PDF ចេញពី file Photoshop បាទអញ្ចឹងខ្ញុំចង់ឲ្យវាចេញជា PDF ហើយ compact ចេញ compact ហ្នឹងឲ្យវាមក combine វាចូលតែមួយ file ណាបាទអញ្ចឹងខ្ញុំយក OK បាទហើយបើសិនជាឯកសារយើងសងខាងយើងត្រូវរើសយកពាក្យសងខាងដូចគ្នានេះយើងយកពាក្យ book thai មកបើ file សងខាងតែបើអត់សងខាងទេមិនចាំលេងវាទេ solution យើងអាចកែបានមាន300មាន300គុណ300 400គុណ400តែស្តង់ដារខ្ញុំយកតែ300ទេបាទអញ្ចឹងកន្លែងនេះខ្ញុំយកពាក្យ full color ឬក៏ auto color ខ្ញុំយកពាក្យ full color មក full color ដើម្បីវាចាប់បត color គឺ color សខ្មៅឲ្យវាពេញហ្មងណាហើយ file ដែលចង់ scan យើងអាចដាក់ឈ្មោះបានទៀតយើងដាក់ឧទាហរណ៍ថា file book អញ្ចឹងទៅឧទាហរណ៍យើងសេវដាក់ឈ្មោះ book អញ្ចឹង file ហ្នឹងចេញមកឈ្មោះ book ហ្នឹងហ្មងនៅក្នុង flash ហ្នឹងអញ្ចឹងខ្ញុំចុច scan បាទចុច start មកបាទអូខេអញ្ចឹងវាកំពុងតែ save ចូលក្នុង flash បាទ storing បាទអញ្ចឹងវាចូលហើយវាចូលហើយវាយើងមើល file បានណានេះយើងទាញទៅក្រោមមកមើល file របស់យើងមិញមកក្នុង flash វាមានច្រើន file បាទអញ្ចឹងមើលពាក្យ file ដែលយើង save ថា book នេះ file book នេះហ្នឹង file យើង scan ចូលមិញយើងដាក់ book មិញបាទហើយពេលយើងដក flash កុំដកឆៅយើងចូលឡើងនេះហើយយកពាក្យ remove flash មកបាទ remove flash សិនមកចាំដកបាទប៉ុណ្ណឹង